នេះមក8កន្លះទីផ្សារមាសនិងលុយដុល្លារអាចនឹងមានការប្រែប្រួលខ្លាំងនោះដោយសារតែការប្រកាសទិន្នន័យ unemployment claim ឬចំនួនអ្នកដាក់ពាក្យសុំជំនួយអត់ការងារធ្វើនៅអាមេរិកតួលេខលើកមុនគឺចំនួន 212k ប៉ុន្តែយប់នេះអ្នកវិភាគបានព្យាករណ៍ថាវានឹងកើនដល់ 215k លេខនេះវាសំខាន់ណាស់សម្រាប់ Boston សុខភាពសេដ្ឋកិច្ចរបស់អាមេរិកចាំអ៊ុតមើលទាំងអស់គ្នាបើសិនជាទិន្នន័យចេញមកខ្ពស់ជាង 215k វាបង្ហាញថាអ្នកអត់ការងារធ្វើកើនឡើងនោះលុយដុល្លារអាចនឹងចុះថោកហើយមាសអាចនឹងឡើងថ្លៃប៉ុន្តែបើសិនជាលេខចេញមកទៀបជាងការរំពឹងលោកនោះវាបង្ហាញថាសេដ្ឋកិច្ចនៅតែរឹងមាំនោះលុយដុល្លារអាចនឹងឡើងថ្លៃហើយតម្លៃមាសអាចនឹងធ្លាក់ចុះអញ្ចឹងសម្រាប់បងដែលជួញដូរទៅលើមាសប្រយ័ត្នប្រយែងទាំងអស់គ្នាចាំអត់មើលយប់នេះម៉ោង8កន្លះតើទីផ្សារនឹងទៅជាយ៉ាងណាសម្រាប់បងដែលចង់បាក់ខោតាក់ទងជាមួយនឹង crypto និង forex កុំភ្លេច click link នៅខាងក្រោម join ក្រុមរបស់ពួកយើងដើម្បីតាមដានព័ត៌មានផ្សេងៗទៀតតាក់ទងជាមួយនឹងការ trading ហើយជួបអ្នកនរគ្នានៅវីដេអូក្រោយជម្រាបលា